ប៉ាម៉ាក់ធ្លាប់សង្កេតអត់ថាតើកូនតូចស្គាល់ខ្លួនឯងនិងមនុស្សជុំវិញខ្លួននៅពេលណាការអភិវឌ្ឍនេះគឺសំខាន់ខ្លាំងណាស់ថ្ងៃនេះយើងមកមើលជាមួយគ្នាថាកូនតូចចាប់ផ្ដើមស្គាល់ខ្លួនឯងនិងក្រុមគ្រួសារដោយរបៀបណាហើយតើកូនបង្ហាញពីសម្ព័ន្ធភាពទាំងនោះយ៉ាងដូចម្ដេចកូនចាប់ផ្ដើមស្គាល់ខ្លួនឯងតាំងពីនៅតូចក្នុងអំឡុងពេលកន្លះឆ្នាំដំបូងពេលចាប់ផ្ដើមឆ្លោះកញ្ចក់កូននឹងសម្លឹងមើលមុខខ្លួនឯងដោយចាប់អារម្មណ៍និងចាប់ផ្ដើមយល់ថានេះគឺខ្លួនឯងហើយកូននឹងចាប់ផ្ដើមចងចាំរូបភាពមុខខ្លួនឯងនៅក្នុងកញ្ចក់បានពេលធំឡើងកូននឹងចាប់ផ្ដើមយល់ថាខ្លួនឯងជាមនុស្សផ្សេងពីម៉ាក់ប៉ាហើយជ្រើសរើសធ្វើរឿងផ្សេងបានដោយខ្លួនឯងនិងចាប់ផ្ដើមមានភាពជាខ្លួនឯងដូចជានេះជារបស់អូនឬអូនចង់ធ្វើវាដោយខ្លួនឯងជាដើមដោយម៉ាក់ប៉ាអាចសង្កេតសកម្មភាពរបស់កូនបានតាមរយៈពេលដែលឃើញកូនចាប់ផ្ដើមចង្អុលខ្លួនឯងក្នុងកញ្ចក់ហើយញញឹមព្យាយាមហៅឈ្មោះខ្លួនឯងបង្ហាញភាពជាកម្មសិទ្ធិលើវត្ថុផ្សេងព្រមទាំងចាប់ផ្ដើមបង្ហាញអារម្មណ៍យ៉ាងច្បាស់ការដែលកូនចាប់ផ្ដើមបង្ហាញចេញមកបែបនេះមានន័យថាកូនកំពុងអភិវឌ្ឍអត្តសញ្ញាណរបស់ខ្លួនដែលជាមូលដ្ឋានគ្រឹះក្នុងការជឿជាក់និងការរៀនសូត្រហើយម៉ាក់ប៉ាក៏អាចជួយជំរុញការអភិវឌ្ឍនេះបានដែរដែលឲ្យកូនឧស្សាហ៍ឆ្លោះកញ្ចក់និងលេងជាមួយស្រមោលខ្លួនឯងឧស្សាហ៍ហៅឈ្មោះកូនដើម្បីឲ្យកូនចាំឈ្មោះខ្លួនឯងបាននិងដឹងថាខ្លួនឯងជាអ្នកណាអនុញ្ញាតឲ្យកូនជ្រើសរើសដោយខ្លួនឯងដូចជារើសខោអាវឬរបស់លេងដើម្បីឲ្យកូនមានអារម្មណ៍ថាខ្លួនឯងមានសេរីភាពក្រោយពីកូនស្គាល់ខ្លួនឯងហើយកូននឹងចាប់ផ្ដើមបែងចែកមនុស្សជុំវិញខ្លួនថាអ្នកណាជាក្រុមគ្រួសារកូនចាំសម្លេងម៉ាក់ប៉ាបានតាំងពីទើបតែកើតពេលអាយុបាន3ទៅ6ខែកូននឹងចាប់ផ្ដើមចំណាំមុខមនុស្សជិតស្និទ្ធហើយពេលកូនចេះនិយាយបានខ្លះកូននឹងចាប់ផ្ដើមហៅមនុស្សក្នុងគ្រួសារបានត្រូវដូចជាហៅម៉ាក់ប៉ាតាយាយអំពូមីងបងបានច្បាស់ឡើងចំណែកឯសញ្ញាដែលបញ្ជាក់ថាកូនចំណាំក្រុមគ្រួសារបានច្បាស់នោះគឺកូនបង្ហាញកាយវិការត្រេកអរពេលឃើញម៉ាក់ប៉ាត្រឡប់មកផ្ទះវិញកូនអាចបែងចែករវាងមនុស្សធ្លាប់ស្គាល់និងមនុស្សប្លែកមុខព្រមទាំងចាប់ផ្ដើមបង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សក្នុងគ្រួសារដូចជាការអោបឬថើបជាដើមត្រង់ចំណុចនេះផងដែរម៉ាក់ប៉ាអាចជួយជំរុញការអភិវឌ្ឍកូនបានថែមទៀតដោយណែនាំសមាជិកគ្រួសារតាមរយៈការថតរូបចង្អុលឲ្យកូនមើលរូបតាយាយអំពូមីងបងនិងរៀបរាប់រឿងរ៉ាវពាក់ព័ន្ធនឹងពួកគាត់ឲ្យកូនមានសម្ព័ន្ធមេត្រីជាមួយក្រុមគ្រួសារដូចជាវីដេអូខលជាមួយសាច់ញាតិឬនាំទៅលេងពួកគាត់លេងហ្គេមចាំឈ្មោះមនុស្សក្នុងគ្រួសារដោយសួរកូនថាមួយណាម៉ាក់មួយណាប៉ាហើយឲ្យកូនចង្អុលឬឆ្លើយពេលកូនស្គាល់ខ្លួនឯងនិងក្រុមគ្រួសារហើយកូននឹងចាប់ផ្ដើមចង់មានចំណែកចូលរួមសកម្មភាពផ្សេងក្នុងផ្ទះដែរដូចជាចង់ហុចនេះហុចនោះឬជួយយករបស់ឲ្យម៉ាក់ប៉ាពេលឃើញម៉ាក់ច្រៀងកូនក៏សម្លឹងមើលម៉ាក់រំភើបញញឹមហើយពេលខ្លះមានក្រវីខ្លួនយកខ្លួនតាមភ្លេងក៏មានបើឃើញ Playground កូនក៏ញញឹមហើយបង្ហាញកាយវិការចង់ឲ្យម៉ាក់ប៉ានាំទៅលេងការដែលឃើញកូនបង្ហាញពីអាការៈថាចង់ចូលរួមសកម្មភាពជាមួយម៉ាក់ប៉ានិងសមាជិកគ្រួសារយើងក៏អាចជំរុញឲ្យកូនចូលរួមសកម្មភាពផ្សេងជាមួយយើងវិញបានដូចគ្នាដោយបបួលកូនឲ្យជួយប្រមូលរបស់លេងទុកលេងបៃលុកបៃឡដូចជាលេងលក់អីវ៉ាន់ទិញអីវ៉ាន់លេងធ្វើម្ហូបជាដើមវិធីនេះជួយធ្វើឲ្យកូនគិតថាខ្លួនឯងមានគុណតម្លៃនិងអាចមានចំណែករួមជាមួយក្រុមគ្រួសារបានពេលដែលកូនយល់ពីសម្ព័ន្ធភាពក្នុងគ្រួសារខ្លាំងឡើងហើយកូននឹងចាប់ផ្ដើមអភិវឌ្ឍអារម្មណ៍ជាមួយគ្រួសារដែលទាំងនេះនឹងជួយឲ្យកូនធំធាត់ឡើងមកជាមនុស្សដែលជឿជាក់និងមានសម្ព័ន្ធភាពល្អជាមួយអ្នកដទៃដូចគ្នាដោយសញ្ញាដែលអាចបង្ហាញថាកូនមានអារម្មណ៍សម្ព័ន្ធភាពជាមួយគ្រួសារគឺពេលដែលកូនធំឡើងកូននឹងចាប់ផ្ដើមរៀបរាប់រឿងរ៉ាវផ្សេងឲ្យម៉ាក់ប៉ាស្ដាប់បង្ហាញការព្រួយបារម្ភដូចជាលួងលោមពេលឃើញម៉ាក់ប៉ាពិបាកចិត្តចង់នៅក្បែរនិងចង់ប្រើពេលជាមួយក្រុមគ្រួសារដោយម៉ាក់ប៉ាអាចជំរុញសកម្មភាពទាំងនេះជាមួយកូនឲ្យកាន់តែជិតស្និទ្ធបានតាមរយៈការផ្ដល់ពេលវេលាគុណភាពដល់កូនទោះបីជាពេលវេលាខ្លីក៏ដោយតែជាពេលវេលាដែលមានគុណភាពមុនពេលចូលគេងជជែកលេងសួរនាំកូនលេងឬអានសៀវភៅឲ្យកូនស្ដាប់និយាយឲ្យកូនស្ដាប់ថាកូនសំខាន់ប៉ុណ្ណាសម្រាប់ម៉ាក់ប៉ាស្រឡាញ់កូនខ្លាំងបំផុតម៉ាក់ប៉ាសប្បាយចិត្តដែលមានកូនចូលមកក្នុងគ្រួសារនេះធ្វើឲ្យពេលវេលានោះជាពេលវេលាដែលពោរពេញទៅដោយក្តីស្រឡាញ់និងក្តីសុខដូច្នេះការអភិវឌ្ឍរបស់កូនរៀនការស្គាល់ខ្លួនឯងនិងក្រុមគ្រួសារជាចំណុចចាប់ផ្ដើមសំខាន់នៃភាពជឿជាក់និងអារម្មណ៍សុវត្ថិភាពក្នុងជីវិតរបស់កូនម៉ាក់ប៉ាអាចជួយជំរុញការអភិវឌ្ឍឲ្យកូនបន្ថែមងាយដោយការនិយាយនិងឲ្យកូនរួមចំណែកក្នុងសកម្មភាពរបស់គ្រួសារសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍ដល់បងប្អូននិងម៉ាក់ប៉ាបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់ឲ្យពួកគាត់បានឃើញផងជាចុងក្រោយកុំភ្លេចចុច Follow ឬ Subscribe ខ្ញុំផងដើម្បីទទួលបានវីដេអូនិងចំណេះដឹងថ្មីៗទាក់ទងនឹងការចិញ្ចឹមមើលថែកូនសូមអរគុណ
ជួបគ្នានៅវីដេអូក្រោយៗទៀត